មានពាក្យខ្លះដែលខ្ញុំមិនមានពេលនិយាយទេតើអ្នកកំពុងធ្វើអ្វីសូមប្រយ័ត្នបន្តិចព្រឹកដំបូងនៃថ្ងៃដំបូងខ្ញុំនឹងផ្ដល់កំណើតឲ្យកូនទន្សាយតូចមួយហើយកូនឆ្មាតូចមួយទៀតតើអ្នកណាអនុញ្ញាតឲ្យអ្នកមើលយេស៊ូវតើអ្នកមិនបានទាញខ្ញុំត្រឡប់មកវិញទេបុរសមិនអនុញ្ញាតឲ្យមើលយេស៊ូវទេឲ្យខ្ញុំមើលមួយផ្លែតឲ្យខ្ញុំមើល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 មិនអនុញ្ញាតឲ្យមើលទេទៅលើយេស៊ូវតើអ្នកអាចគ្រប់គ្រងវាបានទេខ្ញុំច្របូកច្របល់ណាស់តើគាត់ចង់ធ្វើអ្វីហេតុអ្វីយេស៊ូវគួរឲ្យស្រឡាញ់ម្ល៉េះចប់ម៉ោងរៀនហើយអ្នកមិនអាចប្រើម៉ាស៊ីនបញ្ចាំងនេះជាលក្ខណៈផ្ទាល់ខ្លួនបានទេមិនអនុញ្ញាតទេតើនេះមិនមែនជាកូនទន្សាយតូចនឹងយេស៊ូវទេហេតុអ្វីខ្ញុំមិនចង់អានសៀវភៅអ្នកមិនអាចមើលខ្ញុំនឹងយេស៊ូវបានទេវាពិតជាមិនមានអ្វីទេបងប្រុសរបស់អ្នកនៅលើទូរទស្សន៍ហេតុអ្វីគាត់កាន់តែឆ្កួតឡើងថ្ងៃនេះថ្នាក់ពីររួមគ្នាប្រឡងរត់ចម្ងាយ10,000 ម៉ែត្រទូរទស្សន៍បិទហើយខ្ញុំបានប្រាប់អ្នកហើយថាខ្ញុំនឹងលបួងខ្សែស្នេហ៍ក្រហមរបស់យេស៊ូវខ្ញុំខ្លាចណាស់ថាខ្ញុំមិនអាចធ្វើបានដល់ពេលដែលអ្នកត្រូវរងទុក្ខហើយតើរិយាបថតបែបណារបស់ខ្ញុំល្អជាងគេប្រយ័ត្នអ្នកមិនអាចឆ្លងកាត់បានទេរត់ម្ដងទៀតអ្នកនៅតែមិនអាចឆ្លងកាត់បានទេរត់ម្ដងទៀតអ្នកនៅតែមិនអាចឆ្លងកាត់បានរត់ម្ដងទៀតអ្នកមិនអាចឆ្លងកាត់បានទេអត់ទេអត់ទេអត់ទេមកម្ដងទៀតខរបស់អ្នកតើខ្ញុំគួរធ្វើដូចម្ដេចប្រើរបស់ខ្ញុំទៅអរគុណប៉ុន្តែវាស្ដើងពេកតើអាចប្រើបានមែនទេកុំបារម្ភវាមានស្រទាប់ការពារទឹកវាអាចទប់កម្ដៅថ្ងៃនិងជួយរក្សាកម្ដៅរាងកាយបានខ្ញុំធ្លាប់ប្រើវាពេលរៀនកីឡាខ្ញុំមិនបាច់បារម្ភថាខនឹងប្រឡាក់ទៀតទេនៅក្នុងបន្ទប់ទឹកមានឯកសណ្ឋានគ្រូពេទ្យមួយឈុតបាត់ចាស់ឯកសណ្ឋានគ្រូពេទ្យនេះល្អណាស់វាសមស្របណាស់សម្រាប់ពួកយើងជាក្មេងស្រីនៅថ្ងៃក្ដៅបែបនេះអ្នកនឹងមិនមានអារម្មណ៍ក្ដៅស្អុះស្អាប់ឬមិនស្រួលទេអ្នកអាចសាកមើលបានអរគុណអ្នកយកចិត្តទុកដាក់ខ្លាំងណាស់ប៉ុន្តែអ្នកនៅតែនិយាយថាអ្នកមិនចូលចិត្តវាបុរសដែលមានបេះដូងដូចថ្មខ្ញុំមិនអាចតាមទាន់អ្នកមុនពេលបញ្ចប់ការសិក្សាបានទេប៉ុន្តែខ្ញុំនឹងមិនបោះបង់ឡើយបើខ្ញុំចង់ធ្វើជាមនុស្សបង្កបញ្ហាខ្ញុំនឹងបាត់ខ្លួនជារៀងរហូតជាស៊ីចង់ផ្ទេរទៅសាលាផ្សេងឬព្រះអើយតើអ្នកចង់បំបែកខ្ញុំពីគាត់មែនទេឥឡូវនេះខ្ញុំអាចទៅជាមួយជាស៊ីបានហើយខ្ញុំមិនចាំបាច់យល់ព្រមតាមសំណើជាច្រើនរបស់ម៉ាក់ទេឈៀវឆេនអ្នកចង់ផ្ទេរទៅសាលាផ្សេងឬខ្ញុំនឹងទៅជាមួយជាស៊ីអ្នកក៏ចង់ផ្ទេរទៅសាលាផ្សេងដែរតើវាអាចទៅរួចយ៉ាងដូចម្ដេចខ្ញុំបាននិយាយថាខ្ញុំនឹងផ្ទេរទៅសាលាផ្សេងប៉ុន្តែខ្ញុំបានចាញ់ការប្រកួតហើយបន្ទាប់មកក៏បង្ហោះវាអូព្រះអើយអ្នកកំពុងញឹមដាក់ខ្ញុំតើធ្វើដូចម្ដេចឲ្យខ្ញុំមិនចូលចិត្តរឿងបែបនេះបាន